ចាជំរាបសួរបងប្អូនខ្ញុំខានផុសវីដេអូយូរហើយដោយសាររវល់ឥឡូវថ្ងៃនេះខ្ញុំមកស្លសម្លប្រហើរនំបញ្ចុកប៉ុន្តែស្លបែបងាយងាយចាខ្ញុំមានត្រីអាំងម្ដុំចាត្រីស្ដាយហើយបន្ទាប់មកហ្នឹងក៏យកមកបេះសាច់ដុំអញ្ចឹងចាដោយសារស្លនេះគឺអត់បានបុកគ្រឿងអត់បានបុកត្រីជាមួយគ្នាទេហើយនេះបន្លែចាខ្ញុំដាក់ប៉ុណ្ណឹងឯងដោយសារតែតាមចំណង់ចំណូលចិត្តយើងរៀងខ្លួនណាហើយសម្រាប់នំបញ្ចុកនេះគឺខ្ញុំទិញតែ1គីឡូទេដោយសារញ៉ាំគ្នាតិចជាដំបូងខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំដាក់អញ្ជុំប្រហុកសាច់ចាបងប្អូនចាបន្ទាប់មកចាខ្ញុំមានដំគល់សក្រីហ្នឹងហើយនឹងខ្ទឹមសហ្នឹងដាក់នៅក្នុងទឹកស្លបន្តិចដែរដើម្បីឲ្យឈ្ងុយហើយសម្រាប់គ្រឿងគឺខ្ញុំបានកិនទុកក្នុងទូទឹកកកចាហើយខ្ញុំយកចេញមកដាក់ស្លហ្មងអញ្ចឹងបានខ្ញុំអត់បុកត្រីជាមួយគ្រឿងហ្នឹងណាបងប្អូនបន្ទាប់ពីយើងដាក់គ្រឿងហើយទឹកស្លយើងពុះចាយើងក៏ដាក់ត្រីដែលយើងបេះដុំហ្នឹងចាចូលមកស្លអញ្ចឹងលឿនបងប្អូនចាដោយសារតាអត់សូវមានពេលចាហើយឥឡូវនេះទឹកស្លយើងក៏ពុះហើយបន្ទាប់ពីដាក់ត្រីចាខ្ញុំក៏ផ្សំសំទោសខ្ញុំក៏ផ្សំគ្រឿងផ្សំទៅតាមរសជាតិដែលបងប្អូនចូលចិត្តទេណាចាយើងចង់បានប្រៃបានផ្អែមឬក៏មិនសូវចង់ប្រៃអីក៏យើងបន្ថយគ្រឿងទៅតាមហ្នឹងទៅណាចាមានតែទឹកត្រីស្ករប៊ីចេងអីហ្នឹងបងប្អូនចាគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងចាឥឡូវនេះស្លយើងពុះហើយខ្ញុំក៏បានបន្ថែមជាមួយផ្សិតច្បើងចាដោយសារចង់ញ៉ាំបន្លែឲ្យបានច្រើនណាហើយតែប៉ុណ្្នឹងរួចរាល់ហើយបងប្អូនចាយើងភ្លក់មើលល្មមទៅសម្រាប់សណ្ដែកដីនេះចាយើងបុកឲ្យដាក់មកដោយសារស្លនេះខ្ញុំអត់បានប្រើខ្ទិះដូងទេចាព្រោះអីតលន់ឥឡូវស្លហ្នឹងគឺពុះហើយក៏ឆ្អិនរួចរាល់ហើយណាបងប្អូនចាមកមើលបន្លែយើងខ្ញុំបានរៀបចំទុកជាស្រេចចាខ្ញុំហាន់គ្រប់មុខហើយអស់ហើយរួចទៅថ្ងៃនេះចាក៏បានមានបង្អែមបងប្អូនចាមានបង្អែមមួយចានដែរនំចាក់កចាន់ហើយនឹងអាកោត្នោតណាអូសុំទោសថ្ងៃនេះនិយាយចេះតែខុសអញ្ចឹងមិនមែនអាកោត្នោតទេបងប្អូនអើយចានំចាក់កចាន់ជាមួយនឹងអាកោខ្ទិះចាចាំមើលចុងក្រោយគឺឃើញហើយនំចាក់កចាន់និងអាកោខ្ទិះណាអូខេនេះបងប្អូនចាគួរឆ្ងាញ់ណាឥឡូវនេះដល់ពេលញ៉ាំហើយចាអូខេរួចរាល់ហើយអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលមកមើលវីដេអូរបស់នាងខ្ញុំណា